ចាស៊ីជីបងស្រីបានហើយឯងជប់លក់ត្រីទៅតោះទៅជួបប្រុសជាមួយបងបើបងមិនចេះនិយាយនោះទេកុំនិយាយអីយើងគ្រាន់តែចង់នាំឯងទៅមើលពិភពលោកខាងក្រៅខ្លះខ្លាចតែឯងហ្នឹងមួយជីវិតនេះមិនស្គាល់ម្ហូបតម្លៃ$1000ផងមានរបស់ញ៉ាំឆ្ងាញ់ខ្ញុំទៅនេះគឺជាហាងដែលថ្លៃជាងគេនឹងមែនមិននឹងសងខ្ញុំញ៉ាំនៅទីនេះទៅពិតប្រកបហើយមិនមែនថាមនុស្សរាល់គ្នាសិតតែអាចមកញ៉ាំអាហារនៅទីនេះទេមិនក៏កាងធនាគារមកទារលុយទៀតហើយឯងប្រាប់គេទៅថាពីមួយថ្ងៃទៀតបានទេគឺគេឯងប្រាប់ពួកគេទៅថាខ្ញុំរវល់ហើយខ្ញុំមកញ៉ាំហាងថ្លៃៗខ្ញុំស្មានតែលោកឯងនេះមានលុយណាស់ព្រោះតែជីកង់អង្គុយកញ្ចាស់មួយទេហើយខ្ញុំនេះខ្ចីលុយពីធនាគារទៀតផងហេតុអីបានចាក់រៀបច្រកដូចជាអ្នកមានអញ្ចឹងខាត់តែពេលយើងមែនមនុស្សលោកឯងនេះចេះចាញ់សុំទោសផងលោកពូបងស្រីរបស់ខ្ញុំគាត់តែអញ្ចឹងធម្មតាគាត់ក៏មើលងាយខ្ញុំដែរអីពូរបស់ខ្ញុំឃ្លានហើយសុំទោសផងដែលនាងមកដែរមិនអីទេមិនអញ្ចឹងទេខ្ញុំអញ្ជើញនាងញ៉ាំបាយកន្លែងនេះដូចជាថ្លៃពេកហើយពួកយើងទៅកន្លែងដែលថោកជាងនោះទៅអញ្ចឹងតាមខ្ញុំជូននាងនេះគឺសៅកងអគុយមែនមិនចាំបាច់ទេមិនឆ្ងាយពីនេះផងពួកយើងដើរទៅហ្មងទៅនេះហើយគឺជាមីឆាដែលគេតែនិយាយខ្ញុំមិនដែរញ៉ាំសោះគួរអាណិតខ្លាំងណាស់សូម្បីតែរបស់បែបហ្នឹងក៏គេមិនធ្លាប់ញ៉ាំដែរបាយមួយពេលនេះខ្ញុំជាអ្នកប៉ះបើឲ្យលោកចង់ញ៉ាំអីនៅទីនេះលោកតាកែថែមពងទាពីរគ្រាប់ទៀតផងលីមកហើយលីមកហើយច្រូតលេងឆាប់រត់លោកក៏จะមកម្ដងទៀតកាត់ទេគេអីចាំគេទៅអេពិតជាឆ្ងាញ់មែនពិតជាមិនស្ដាយកម្លាំងមែនមែនហើយសបុតចូលទៅមើលចេះជាលន់ត្រូវលក់អស់ទៀតហើយនាងចង់បានសម្បត្តិមែនខ្ញុំឲ្យនាងលោកពូសម្បត្តិធម្មតាក៏មានតម្លៃជាង2000ដែរនាងចាំបន្តិចអាឡូសែវចាំងឯងតាក់ទងទៅខាងអ្នកគ្រប់គ្រងរបស់ចូលចលនបន្តិចថាខ្ញុំត្រូវការចោះហត្ថលេខាជាមួយគេបើកងត្រានឹងមានតម្លៃ$1លានមិនចាំបែរខ្ញុំទៅទេហើយកុំភ្លេចយកសម្បត្តិ VIP ចំនួន2សន្លឹកផងហើយចុងសប្តាហ៍ហ្នឹងពួកយើងទៅមើលការសម្ដែងចូលចលនទាំងអស់គ្នាលោកពូទិញបានហើយឬក៏លោកពូជាអ្នកលក់សម្បត្តិអញទិញរបស់នេះតាំងពីពេលណាថ្ងៃណាខ្ញុំក៏ឃើញអញទិញអីវ៉ាន់ច្រើនដែរអញពិតជាទិញអីវ៉ាន់ច្រើនមែនហើយនៅឲ្យខ្ញុំជួយរកសម្ពុតអញទៀតឬក៏អញមានស្នេហាទៀតដែរមានស្នេហាស្អីសប្តាហ៍ហ្នឹងខ្ញុំត្រូវតែមើលchơiជាលន់សម្ដែងអេអញមកនេះមកជួយរកខ្ញុំបន្តិចមើលតែគួរតែពាក់អាវមួយណាដែលស្អាតជាងគេវ៉ាការសម្ដែងលើកនេះក៏ពិតជាល្អលើសពីការរំពឹងទុករបស់ខ្ញុំទៅទៀតខ្ញុំនឹងចងចាំវាទុកជារឿងរហូតអរគុណលោកបើមិនមានលោកនោះទេខ្ញុំប្រហែលជាមិនអាចមើលការសម្ដែងនេះបានទេហើយខ្ញុំប្រកាសជាស្ដាយក្រអស់មួយជីវិតទេស៊ឺឈីបងស្រីអីយ៉ាអ្នកលក់ត្រីនិងអ្នកក្រជីកអង្គុយពីរអ្នកឯងគឺជាគូនឹងគ្នាហើយវាស័ក្តិសមនឹងគ្នាហើយគឺពួកស្រឡាញ់ធម្មជាតិដូចជាគ្នាអាយដូចជាឈឺក្បាលណាត្រីជាប់សាច់ញាតិជាមួយអ្នកក្រម្នាក់ទៀតហើយបងស្រីបងកំពុងតែនិយាយស្អីហ្នឹងមិនក៏ស្អុយមាត់ម៉េចអាយ៉ាពាក្យពិតវាតែងតែពិបាកស្ដាប់អញ្ចឹងហើយថ្មីនេះបងបានតាក់ទងជាមួយនឹងអគ្គនាយកក្រុមហ៊ុនមួយហើយបន្តិចទៀតឯងនឹងមានបងថ្លៃជាមហាសេដ្ឋីម្នាក់អីក្រែងមកប្រុសរបស់ឯងដូចជាគ្មានលុយណាបើសិនជាថ្ងៃណាមួយឯងរកមកប្រុសមិនបានកុំភ័យចាំខ្ញុំជួយរកគូឯងបងសម្លាញ់មកនេះមើលអូនសុំណែនាំបន្តិចនាងគឺជាប្អូនស្រីក្រីក្ររបស់ខ្ញុំហើយនេះគឺជាមិត្តប្រុសរបស់នាងលោកប្រធានខ្ញុំបានតែទូរស័ព្ទតាក់ទងដល់លោកប្រហែលដងហើយប៉ុន្តែលោករវល់ពេកអត់បានទទួលខ្ញុំពិតជាមានកិត្តិយសមែនទែនតើលោកអាចពិចារណាសន្សំលុយនៅធនាគាររបស់ពួកយើងអត់បងច្រឡំមនុស្សទេដឹងគេជាមនុស្សដែលគ្មានលុយផងហ្នឹងហើយអ្នកណាខ្ចីលុយគេចាយទៀតអ្នកដែលយល់ខុសគឺជានាងទេគឺខាងធនាគារទេដែលគេសុំឲ្យខ្ញុំខ្ចីលុយគេអូនណាមិត្តប្រុសប្អូនស្រីរបស់អូនគឺជាលោកប្រធានលីអូនឯងសុំបងកុយបន្តិចទៅបើសិនជាលោកប្រធានលីខ្ចីលុយពីធនាគារពួកយើងនឹងខ្សែខ្ទុនជាដាច់ខាតបងឈ្មោះទេដឹងរូបរាងគេអញ្ចឹងមានលុយនៅក្នុងធនាគារប៉ុន្មាន10个亿吧